ពេលគេគឺត្រូវបើកភ្លើងបើខ្លាចខ្មោចសង្កត់អត់ទេបើគេចង់ធ្វើបាបយើងទោះបីជាមានពន្លឺក៏ដោយងងឹតក៏ដោយគឺបានដូចគ្នាអ្នកនៅផ្ទះជាប់ខ្ញុំម្នាក់ឈ្មោះលីសាខ្ញុំហៅគាត់ថាបងគាត់សម្បូររឿងខ្មោចនិយាយណាស់ឲ្យតែពេលប្រលប់ញ៉ាំបាយរួចដឹងតែខ្ញុំទៅរកគាត់ដើម្បីឲ្យគាត់និយាយរឿងឲ្យស្ដាប់នៅមុខផ្ទះខ្ញុំមានដើមចន្ទគិរីមួយដើមនៅក្រោមដើមឈើនោះយាយដាក់គ្រែរនាបមួយពួកយើងអង្គុយនៅទីនោះយប់នេះដល់វគ្គនិយាយរឿងខ្មោចសង្កត់បងនីសាប្រាប់ថាគាត់ធ្លាប់ត្រឹកខ្មោចសង្កត់គ្រាន់តែដាក់គូតលើគ្រែភ្លាមបងនីសាចាប់ផ្ដើមរៀបរាប់បងត្រឹកខ្មោចសង្កត់ដំបូងបំផុតគឺពេលបងអាយុ19ឆ្នាំកាលនោះបងមកពីស្រុកមករៀននៅមហាវិទ្យាល័យនៅខេត្តហើយស្នាក់នៅផ្ទះមីងផ្ទះគាត់មាន2ល្វែងនិង3ជាន់គាត់នៅមួយល្វែងហើយមួយល្វែងទៀតគាត់កាន់ជាបន្ទប់តូចៗដើម្បីជួលឲ្យគេបងគេងផ្ទះជាមួយគាត់នៅជាន់លើបង្អស់បងចាំថាយប់នោះពេលបងកំពុងមើលសៀវភៅបងឮសម្រាប់មនុស្សជើងដើរនៅពីខាងក្រោយខ្នងពេលបងក៏លេចមើលអត់មានឃើញមនុស្សមុនដំបូងបងមិនខ្លាចទេព្រោះគិតថាបងស្ដាប់ខុសតែឮសូរ3-4ដងរៀងខ្លាចបន្តិចបងក៏ទុកសៀវភៅហើយបិទភ្លើងចូលគេងបងគេងលើពងអត់មានចង់មុំទេអ្នកមីងដាក់ម៉ាស៊ីនត្រជាក់គ្រប់ជាន់បរងាសឹកអីមិនបងឯងមិនដំឡើងលេខខ្ញុំសួរកាត់សម្ដីគាត់ដំឡើងលេខហើយនៅតែរងាបើបិទតែម្ដងគឺហប់ដូច្នេះមានតែទ្រាំញ័រទៅគាត់ជប់បន្តិចក៏រៀបរាប់បន្តទៀតបើនៅស្រុកដាក់ក្បាលដកដង្ទែលក៏គេងលក់ភ្លាមប៉ុន្តែនៅទីនេះបងក្រគេងណាស់ហើយគេងដូចជាលក់ពាក់កណ្ដាលនិងអត់ពាក់កណ្ដាលកំពុងតែគេងស្រាប់តែបងមានអារម្មណ៍ថាមានគេកំពុងឡើងលើពូករបស់បងចង់បើកភ្នែកតែបើកមិនបានបងប្រឹងបើកភ្នែកខ្លាំងមែនទែនទើបរបបភ្នែករបស់បងបើកបានពាក់កណ្ដាលពេលនោះបងឃើញប្រុសម្នាក់នៅលើពីដានដេកផ្កាប់មុខមករកបងខ្លាចខ្លាំងមែនទែនបងខំប្រឹងក្រោកតែក្រោកមិនរួចសោះបរោះនោះចុះមកកាន់តែចិត្តបងខ្លាចខ្លាំងពេកក៏បិទភ្នែកតែម្ដងទេគ្រាន់តែបងបិទភ្នែកភ្លាមស្រាប់តែបងឯងកំរើងបងក៏ស្ទុះក្រោកឡើងរួចទៅបើកភ្លើងពេលបងបើកភ្លើងបងរកមើលអត់មានឃើញនរណាទេបងខ្លាចខ្លាំងណាស់បងចុះមកក្រោមតែបងគិតថាបើចុះទៅមីងនឹងឆ្ងល់ហើយបងនឹងមិនដឹងប្រាប់គាត់ថាយ៉ាងម៉េចកាលលើស្រុកបងឮពីថាខ្មោចខ្លាចភ្លើងឲ្យតែកន្លែងណាមានពន្លឺខ្មោចមិនហ៊ាននៅក្បែរទេនឹកឃើញដូច្នេះបងក៏ទៅបើកភ្លើងចោលហើយត្រឡប់ទៅពូកវិញបងរៀងភ័យខ្លះដែរមិនឃើញទេតែនឹកឃើញថាប្រហែលជាមិនអីទេដូច្នេះក៏បិទភ្នែកគ្រាន់តែបិទភ្នែកភ្លាមមកដល់ភ្លាមបងដឹងថាខ្មោចមកទៀតហើយព្រោះខ្លួនបងឡើងរឹងហើយភ្នែកបងបើកពាក់កណ្ដាលដោយខ្លួនឯងបងឃើញពីដានយ៉ាងច្បាស់បងព្យាយាមបិទភ្នែកតែបិទមិនបានបងពិតជាខ្លាចខ្លាំងណាស់នៅលើពីដាននោះដូចជាគ្មានអ្វីទេតែខ្មោចនោះឲ្យបងដឹងថាគេកំពុងនៅបន្ទប់ជាមួយបងខ្លាចខ្លាំងមែនទែនបងសម្លឹងមើលពីដានបងចង់ដឹងថាគេចេញរូបរាងនៅពេលណាសម្លឹងមើលយូរទៅនៅតែមិនឃើញចេញមកបងនៅក្នុងចិត្តថាប្រហែលជាគេមិនចង់ឲ្យបងឃើញហើយស្រាប់តែពេលនោះបងរៀនត្រជាក់ក្បាលដូចជាមានគេកំពុងប្លង់ខ្យល់ដាក់ក្បាលបងឡើងព្រឺសម្បុរបងចង់ស្រែកតែមាត់បងហាក់ដូចជាស្រែកមិនបានសោះបងចង់បិទភ្នែកក៏បិទមិនបានមិនដឹងធ្វើម៉េចមានតែតាមយថាកម្មគេអើតក្បាលមកយឺតដំបូងបងឃើញសក់របស់គេបន្តិចក្រោយមកចូលដល់ថ្ងាសគេឡើងពោដូចស្លែបងស្រីវខ្លាំងមែនទែនបងខ្លាចឃើញមុខរបស់ខ្មោចនោះគេអើតកមកយឺតយឺតមហាសានយឺតជាខ្យងវាទៅទៀតគេកាត់តែយឺតបងកាត់តែខ្លាចរាប់ម៉ោងទើបឃើញចិញ្ចើមរបស់គេខ្មោចនោះលេងសើចជាមួយនឹងបងដល់កដូចជាសប្បាយណាស់ដែលធ្វើឲ្យបងភ័យញ័រគេឲ្យបងឃើញតែចិញ្ចើមរបស់គេពេញមួយយប់រួចហើយសើចកាកកាយមុនពេលទៅយ៉ាងលឿនបងកម្រើកបានបងស្ទុះក្រោកឡើងម៉ោង6ភ្លឺស្រាច់បងប្រញាប់ចូលទៅក្រោមដើម្បីជូតផ្ទះបងអស់កម្លាំងណាស់បងចង់គេងតែបងត្រូវទៅរៀនដូច្នេះ
បងក៏ទៅយកកន្សែងនិងកៅអៅដើម្បីងូតទឹកនិងអាវទៅសាលាបងជួបទៀតឬអត់ទេប៉ុន្តែបងនៅទីខ្លាចនៅខាងលើអត់មានបន្ទប់ទឹកទេបងត្រូវចុះទៅងូតទឹកនៅបន្ទប់ទឹកជាន់ផ្ទាល់ដីបងយកកៅអៅយ៉ាងលឿនហើយចុះទៅក្រោមទៅដល់បន្ទប់ទឹកទើបបងដឹងថាបងភ្លេចយកកន្សែងពូកោក៏ឡើងទៅម្ដងទៀតប៉ុន្តែឆ្ងល់ដែរខ្មោចនឹងលងតែពេលយប់ពេលបងគេងតែប៉ុណ្ណោះគេលួចស្រឡាញ់បងទីដឹងខ្ញុំសួរបងនិសាហើយសើចអូយមិនលេងជាមួយទេបងនិសាញាក់ស្មានឹងធ្វើក្បាលដូចជាព្រឺចុះគេមកលេងបងទៀតឬអត់មកខ្មោចនឹងមកលេងបងទៀតប្រហែលជា3ថ្ងៃក្រោយគេមកលេងដោយគេឈរនៅលើក្បាលពោះរបស់បងពិតជាធ្ងន់ណាស់បងមើលគេមិនឃើញមុខទេឃើញតែជើងទាំងពីរម្រាមធំធំនិងក្រចកវែងវែងគួរឲ្យខ្លាចជើងពណ៌ស្លែក្រចកពណ៌ខ្មៅបងមើលជើងហើយបងងើយមើលឡើងលើឃើញជើងគេនោះវែងវែងហើយធំធំបងខំរមើលមុខតែខ្មោចនោះមិនឲ្យឃើញគេបន្លូតខ្លួនរបស់គេដល់បុកចូលក្នុងពិដានបងឃើញហើយស្រាវណាស់គេទម្លុះពិដានចូលទៅក្នុងដូចក្នុងរឿងភាគចិនអញ្ចឹងគេឈរបែបនេះរហូតទល់ភ្លឺបងឡើងខ្សោះកម្លាំងបងចង់ប្រាប់មីងតែហាមាត់មិនរួចយប់បន្ទាប់បងទ្រាំមិនបានក៏ចុះមកគេនៅបន្ទប់សាឡុងជាន់ក្រោមនៅពេលដែលគ្រូសាមីងចូលសម្រានអស់នៅទីនោះមានហឹងជំនាញផ្ទះបងគិតថាគេមិនអាចធ្វើអ្វីបងបានទេប៉ុន្តែទោះបីគេមិនអាចសង្កត់បងតែគេតាមរករឿងបងរហូតពេលបងគេងបងឃើញគេឈរនៅគៀនជណ្ដើរគេមិនបានឲ្យបងឃើញមុខទេតែគេឲ្យបងដឹងថាគេកំពុងសម្លក់បងពិបាកណាស់អូនអើយពេញមួយយប់អត់បានគេងឲ្យតែបិទភ្នែកគឺដឹងតែឃើញហើយក្តៅចិត្តណាស់ពេលដែលបងចុះមកគេងក្រោមនេះបងបិទភ្លើងព្រោះខ្លាចមីងដឹងដល់ពេលថ្មិចភ្នែកមិនបានបងក៏បើកភ្លើងធ្វើឲ្យមីងភ្ញាក់ហើយដើរចុះមកសួរបងក៏ហកគាត់ថាបងគេមិនលក់ទៅចុះមកមើលទូរទស្សន៍មីងគាត់ស្ដីឲ្យតែគាត់មិនខាត់ទេគ្រាន់តែប្រាប់ថាកុំឲ្យមើលដល់យប់ជ្រៅពេកបងអត់ងងុយពេញមួយយប់ស្អែកឡើងមានអារម្មណ៍ថាដូចជាធ្ងន់ក្បាលណាស់ទ្រាំមិនបានបងក៏សម្រេចចិត្តថាអត់ទៅរៀនរួចឡើងទៅគេងនៅខាងលើគ្រាន់តែបងបិទភ្នែកភ្លាមបងឃើញខ្មោចនោះអង្គុយនៅចុងពូករបស់បងគេបែកខ្នងបរោបបងឃើញតែមួយផ្លែតគេនោះក៏ទៅបាត់ហើយបងក៏គេងលក់រហូតដល់រសៀលបងភ្ញាក់ឡើងបងក៏លេចមើលម៉ោង2ហើយបងចុះទៅក្រោមថ្ងៃនេះមីងស្លូតណាស់គាត់មិនបានស្ដីឲ្យបងទេរឿងដែលបងគេងមិនបានទៅរៀនគាត់ថែមទាំងប្រាប់ឲ្យបងទៅញ៉ាំបាយហើយឲ្យបងចូលគេងវិញប្រសិនបើមិនស្រួលខ្លួនបានបាយបានសម្រាប់បងក៏មានកម្លាំងឡើងវិញរួចក៏អង្គុយមើលមេរៀននៅលើបងខាងមុខផ្ទះពេលនោះកូនឆ្កែឈ្មោះអាពីលបានដើរមកក្បែរបងវាជាកូនឆ្កែរបស់អ្នកផ្ទះជិតខាងបងចង់ចាប់វាមួយបីស្រាប់តែវារត់ចេញហើយចេញធ្មេញគំរាមបងវាមិនដែរអញ្ចឹងទេកាលពីមុនវាជួយចិត្តបងខ្លាំងណាស់ឲ្យតែឃើញបងវារត់មកព្រោះឲ្យបងលើកឡើងហើយវាលិតដៃនិងលិតមុខបងស្រឡាញ់វាខ្លាំងណាស់វាក៏ស្រឡាញ់បងដែរតែថ្ងៃនេះចម្លែកណាស់វាធ្វើកាយវិការគេចុះឡើងមិនព្រមឲ្យបងចាប់វាហើយព្រោះមិនឈប់បន្ទាប់មកស្រាប់តែលូបងឆ្ងល់ថាតើវាលូអីម៉ោងទឹមតែ5ប៉ុន្តែដូចជាព្រឺដែរដូច្នេះបងក៏ប្រញាប់ចូលផ្ទះតែបងដើរចូលវាក៏ជុំលូភ្លាមខ្ញុំអង្គុយស្ដាប់គាត់ឡើងព្រឺសម្បុរខ្យល់បក់ត្រសៀកត្រសៀកប៉ះនឹងស្លឹកចន្ទគិរីក្រវីទៅឆ្វេងក្រវីទៅស្ដាំធ្វើឲ្យខ្ញុំស្រមើស្រមៃដល់រូបភាពផ្សេងបងនេសាហាក់ដឹងគាត់ក៏ពោលថាតោះចូលផ្ទះចាំស្អែកចាំនិយាយទៀតនិយាយហើយគាត់ក៏ក្រោកឡើងខ្ញុំក៏ក្រោកតាមហើយគាត់ដឹកដៃខ្ញុំទៅដល់មាត់ទ្វារផ្ទះទើបគាត់ដើរចូលផ្ទះរបស់គាត់ខ្ញុំខ្លាចតែខ្ញុំនៅតែចង់ស្ដាប់រឿងខ្មោចខ្ញុំបន់ឲ្យទៅដល់ល្ងាចនឹងអាចបានស្ដាប់បងនេសានិទានរឿងខ្មោចសង្កត់រំលងដល់ស្អែកពេលល្ងាចបងនេសាសួរថាអត់ខ្លាចទេអីខ្លាចតាខ្ញុំតបទៅបងនេសាវិញចុះមិនគេចង់ស្ដាប់មិនដឹងយ៉ាងម៉េចដែរបងនេសាសាច់ឲ្យខ្ញុំរួចក៏រៀបរាប់រឿងបន្តពីម្សិលយប់នេះគេអត់មកលេងខ្ញុំទេ
គេខានមកលេងជាមួយខ្ញុំមួយខែបងឡើងភ្លេចទៅហើយស្រាប់តែយប់មួយគេមកសារជាថ្មីគេឲ្យបងដឹងបងអង្គុយនៅលើពូកអបក្បាលជង្គង់ខ្នងផ្អែកជញ្ជាំងហើយគេភួយមកដណ្ដប់ត្រឹមកបងអត់បើកម៉ាស៊ីនត្រជាក់ទេបងខ្លាចឡើងត្រជាក់ចុងដៃចុងជើងថ្ងាសនឹងខ្លួនបងបែរញើសស្រាក់បងអង្គុយញ័រខ្លួនភ្នែកបងក៏លេងមើលក្នុងបន្ទប់មើលទៅពីដាននៅមានទៀតបងចេះតែយកដៃស្ទាបខាងឆ្វេងស្ទាបខាងស្ដាំខ្លួនព្រោះបងខ្លាចខ្មោចនោះមកអង្គុយជិតបងប្រមាណជិត1ម៉ោងខ្លួនបងក៏បែកញើសឡើងស្អុយទ្រាំមិនបានបងក៏ដើរទៅបើកម៉ាស៊ីនត្រជាក់បើករួចបងដើរជិត2ម៉ោងជើងបងឡើងទន់បងក៏ត្រឡប់ទៅអង្គុយនៅកន្លែងដូចមុនពេលនោះបងមិនដឹងថាបងគេងលក់តាំងពីអង្ការគ្រាន់តែបងដឹងថាបងឃើញខ្លួនឯងនៅអង្គុយកន្លែងដដែលហើយស្រាប់តែពេលនោះខ្មោចនោះលូកដៃចេញពីជញ្ជាំងមកទប់មាត់បងភ័យផងខ្លាចផងបងប្រឹងស្រែកតែស្រែកមិនចេញសោះបងចង់យកដៃបងមកទាញដៃខ្មោចនោះចេញតែដៃបងមិនដឹងបាត់ទៅណាទេរកមិនឃើញបងពិតជាខ្លាចខ្លាំងណាស់នៅពេលនោះបងខំទៅធាក់ដៃទៅធាក់ជើងប្រឹងយកជើងគោះនៅលើពូខ្លាំងព្រោះសង្ឃឹមថាមិញនឹងបានលើហើយចេញមកជួយបងប្រឹងអស់ពេលយ៉ាងយូរលុះដល់បងអស់កម្លាំងទន់ដៃទន់ជើងខ្មោចនោះក៏ដោះលែងបងបើកភ្នែកដូចជាមកមើលមកមាយបងឃើញខ្លួនឯងអង្គុយនៅផ្អែកជញ្ជាំងបងដេកកាច់កមកលើស្មាខាងស្ដាំហើយជើងខាងឆ្វេងលាត្រង់ចំណែកខាងស្ដាំអង្គុយបងជឿក្បាលខ្លាំងណាស់ព្រមទាំងអស់កម្លាំងខ្លាំងមែនទែនបងខំមើលម៉ោងជាង7ព្រឹកពេលនោះមីងឡើងមកដល់គាត់ស្ដីឲ្យបងថ្មនោះទើបងើបពីគេយប់មីងធ្វើអ្វីបងមិនតបនឹងគាត់ទេបងប្រញាប់រៀបចំពងរួចចុះទៅបោសសម្អាតផ្ទះទើបឡើងមកយកកៅអៅដើម្បីផ្លាងងូតទឹកថ្ងៃនោះជាថ្ងៃអាទិត្យបងមិនសូវព្រួយរឿងគេងយឺតម៉ោងទេពេលងូតទឹករួចបងចេះទាំងក្រៅជួបនិស្សិតដែលមកជួលផ្ទះមីងម្នាក់និយាយថាបងស្លេកស្លាំងចំណែកគោរបស់មីងថាបងមុខសតែថ្ងាសខ្មៅបងរត់ទៅឆ្លងកញ្ចក់ឃើញមុខរបស់ខ្លួនឯងរៀងស្លក់តែគ្មានឃើញខ្មៅអីនោះទេបងមិនហ៊ានប្រាប់គេទេបងខ្លាចគេថាបងសម័យមួយទៀតពេលបងចង់និយាយប្រាប់ដូចជាមានអ្វីមកទប់មាត់បងឬមានអ្វីមួយមករំខានធ្វើឲ្យបងមិនអាចនិយាយបានបងគិតថាខ្មោចនោះជាអ្នកធ្វើព្រោះមិនចង់ឲ្យបងប្រាប់អ្នកណាបងស្មុគស្មាញខ្លាំងមែនទែនបងនីសាឈប់បន្តិចគាត់មើលមកខ្ញុំឃើញខ្ញុំកំពុងស្លង់ស្ដាប់គាត់ក៏សើចរួចនិយាយបន្តថ្ងៃមួយពូនឹងមីងបាននាំកូនទៅលេងផ្ទះម៉ាក់គាត់បងចុះមកដល់ក្រោមមីងក៏ប្រាប់មីងទៅលេងផ្ទះម៉ែក្មេកល្ងាចនេះមីងនៅញ៉ាំបាយផ្ទះគាត់ដូច្នេះឯងនៅញ៉ាំបាយម្នាក់ឯងទៅម៉ោង7បើមិនទាន់ឃើញមីងត្រឡប់មកបិទទ្វាររួចក៏ចាក់សោគេងមកទៅតែចាំស្ដាប់ស៊ីផ្លេឡានផងបងឆ្លើយចាស់ផ្ដាំរួចគាត់ក៏ឡើងឡានក្រោយពេលគាត់ចេញទៅបងក៏ទាញទ្វារបាត់ហើយខ្ទាស់សោរួចក៏ហក់ឡើងលើសាឡុងគេងភ្លាមក្នុងផ្ទះអត់ងងឹតទេព្រោះពេលនោះជាពេលថ្ងៃតែបងបើកភ្លើងឡើងភ្លឺពេញផ្ទះហើយបើកទូរទស្សន៍ទៀតផងបងគេងមើលទូរទស្សន៍មិនយូរប៉ុន្មានបងក៏គេងលក់អ្វីត្បិតតែបងគេងលក់តែដូចជាអត់គេងភ្នែកបងមើលទូរទស្សន៍ដែលបងកំពុងបើកពេលនោះបងដឹងថាខ្មោចនោះមករកបងទៀតហើយបងសូត្រធម៌ក្នុងចិត្តហើយបន់ព្រះឲ្យជួយដេញខ្មោចនោះចេញកំពុងតែបន់ស្រាប់តែលេចមុខខ្មោចនោះចេញមកវឹបនៅនឹងមុខបងភ្ញាក់ហើយបងក្រោកតែក្រោកមិនរួចបងបានឃើញមុខខ្មោចនោះហើយមុខគេឡើងខ្មៅហើយមានស្នាមរបកតែភ្នែករបស់គេពណ៌ឡើងខ្មៅក្រឹបបបោមាត់ពណ៌ត្នោតចាស់បងខ្លាចខ្លាំងមែនទែនពេលឃើញមុខរបស់ខ្មោចនោះគេឈប់អាងទូរទស្សន៍ដោយបែរមុខមករកបងហើយសើចពេលគេសើចគួរឲ្យខ្លាចណាស់អស់ពីសើចគេឈរសម្លក់មកបងភ្នែកគេធំរួចលៀនអណ្ដាតរបស់គេចេញមកអណ្ដាតនោះលៀនចេញវែងទៅហើយធ្លាក់ចុះទៅលើឥដ្ឋជាគំនរយ៉ាងធំពេលនោះបងសូត្រធម៌ឡើងញាប់មាត់ឃើញស្រស់បែបនេះនរណាមិនភ័យញ័របងសម្លឹងមើលអណ្ដាតរបស់គេគោកាន់តែគួរឡើងស្រាប់តែទីបងភ្ញាក់កន្ត្រាក់ក្រោកឡើង
ទៀតទីព្រីឡានមកលឺឡើងម្ដងទៀតនេះជាសពេលឡានរបស់ពូមីងបងប្រញាប់ទៅចាក់សោនិងបើកទ្វារឲ្យឡានចូលពេលឡានចូលស្រួលបួលមីងក៏ចេញមកហើយហុចអីវ៉ាន់ឲ្យបងជួយយកទៅដាក់នៅទូទឹកកកនៅចង្ក្រានបាយបងក៏រលែកឃើញម៉ោងជាង7យប់បងប្រញាប់ញ៉ាំបាយរួចឡើងទៅលើបងនៅទីខ្លាចបងបញ្ឈប់ភ្នែករហូតដល់ម៉ោង2ទៀបភ្លឺទើបគេងលក់ញាក់ឡើងពេលព្រឹកបងទៅរៀនបានដូចធម្មតាបងនេសាស្រេកទឹកគាត់ឈប់និយាយរួចដើរចូលទៅក្នុងផ្ទះយកទឹកមក2ដងមួយដងឲ្យខ្ញុំមួយដងទៀតគាត់ញ៉ាំខ្លួនគាត់ខ្ញុំទទួលយកទឹកហើយក្រេបបន្តិចបន្ទាប់មកក៏សួរគាត់បងខ្មោចនោះមកសង្កត់បងរយជុកមែនហើយអត់ទេយូរម្ដងតែពេលខ្លះក៏មកសង្កត់ប្រហែលយប់ជាប់គ្នាបងចំណាំមើលឲ្យតែថ្ងៃណាបងហត់ខ្លាំងខឹងខ្លាំងឬមិនសប្បាយចិត្តខ្លាំងមែនទេនោះគឺគេមកហើយបើបងស្រួលខ្លួនស្រួលចិត្តបងគេងលក់ហើយគ្មានអ្វីមករំខានទេចុះឥឡូវគេមកសង្កត់បងទៀតអត់ទេអត់សោះឬអត់ម្ដងម្កាលអត់សោះតែហ្មងមិនអញ្ចឹងបងរកឃើញវិធីដេញគេចេញចុំលុយម៉ែតើមានវិធីអីទៅបងលីសាសើចរួចក៏បន្តសាច់រឿងមានរសៀលមួយបងកំពុងគេងបានមួយស្របក់ស្រាប់តែបងឃើញក្នុងបរិវេណបន្ទប់របស់បងគេងបងដឹងថាខ្មោចនោះកំពុងមករកបងហើយបងបានឃើញខ្មោចនោះចេញមកពីជញ្ជាំងគេដើរចេញមកយឺតរួចគេក៏ឈប់ឈរសម្លក់មកបងបន្ទាប់មកសើចក្អាកក្អាយអស់ពីសើចគេក៏ដើរសម្ដៅមករកបងបន្ទាប់ពីនោះបងឃើញខ្មោចប្រុស2នាក់ទៀតដើរចេញមកពីជញ្ជាំងដដែលហើយពួកគេដើរតាមក្រោយខ្មោចមុនពួកគេឡើងលើពូករបស់បងហើយខ្មោចមួយចាប់ជើងរបស់បងទាំងពីរខ្មោចមួយទៀតចាប់ដៃឡើងលើហើយខ្មោចប្រុសនោះក៏យកដៃរបស់គេចូលទៅក្នុងពោះរបស់បងពិតជាឈឺខ្លាំងណាស់បងឈឺចាប់តែបងស្រែកមិនរួញសូម្បីតែស្រែកអូយក៏បងស្រែកមិនបានដែរនិយាយពីខ្មោចនោះវិញដៃគេដាក់ចូលទៅក្នុងពោះរបស់បងហើយក៏រាវបាយយកពោះវៀនរបស់បងចេញមកក្រៅបន្ទាប់មកគេដាក់ចូលទៅក្នុងមាត់ហើយបញ្ចុកឲ្យខ្មោច2នាក់នោះដែរពួកគេទាំង3ស៊ីបណ្ដើសើចបណ្ដើបងពិតជាភ័យនិងឈឺចាប់ខ្មោចនោះលូកដៃចូលទៅក្នុងពោះរបស់បងជាលើកទី2ហើយម្ដងនេះគេយកក្រពះម្ដងពួកគេចែកគ្នាស៊ីយ៉ាងសប្បាយរីករាយពេលនោះខ្មោចដែលចាប់ជើងរបស់បងនិយាយនឹងគ្នាគេថាយើងចង់ស៊ីបេះដូងជួយយកបេះដូងឲ្យយើងបន្តិចមកខ្មោចងក់ក្បាលហើយយកម្រាមដៃធ្វើជារង្វង់ចោះចូលទៅក្នុងដើមទ្រូងរបស់បងឮសូរច្រាប់បងឈឺឡើងស្លើភ្នែកខ្មោចនោះចាក់ចូលទៅក្នុងហើយនិយាយថាសរសៃច្រើនណាស់ត្រូវតែផ្ដាច់សរសៃសិនទើបអាចយកបានខ្មោចចាប់ជើងរបស់បងងក់ក្បាលហើយខ្មោចនោះក៏ចាប់យកដៃក្តោបបេះដូងរបស់បងរួចចាប់មូលដូចមូលទូលវីពេលនោះបងមានអារម្មណ៍ថាសរសៃផ្សេងដែលតភ្ជាប់នឹងបេះដូងត្រូវបានកាត់ផ្ដាច់ម្ដងមួយហើយភ្នែកបងឡើងស្លើដូចជាកំពុងត្រដោកខ្យល់បងនឹកថាបងនឹងស្លាប់នៅពេលនោះហើយស្រាប់តែឮសំឡេងមីងហៅហើយខ្មោចទាំងអស់នោះក៏រលាយបាត់ទៅនីសាយ៉ាងម៉េចហើយក្មួយនីសាឮមីងហៅទេបងបោកភ្នែកព្រឹមឃើញមុខរបស់មីងបងយកដៃស្ទាបពោះរបស់បងនឹកថាពោះរបស់បងនឹងប្រហោងធ្លុងតែស្ទាបទៅដូចជាមិនឃើញអីផងបងយកដៃទៅស្ទាបដើមទ្រូងរបស់បងស្ទាបចង្វាក់បេះដូងហើយឃើញនៅលោតបងខំក្រអង្គុយមីងក៏ជួយលើកបងមីងយកដៃស្ទាបថ្ងាសនិងស្ទាបដៃជើងរួចគាត់ក៏លាន់មាត់ថាត្រជាក់ចុងដៃត្រជាក់ចុងជើងណាស់ណែមីងឡើងមកឃើញឯងកំពុងតែដកចង្កាមាន់មីងភ័យណាស់មិនស្រួលខ្លួនមែនឬទេបងអស់កម្លាំងខ្លាំងណាស់ដូច្នេះតបទៅគាត់មិនរួចទេមីងឃើញដូច្នេះក៏ឲ្យកូនគាត់យកទៅក្រូចមកឲ្យបងញ៉ាំពេលបងញ៉ាំហើយក៏ដូចជាមានកម្លាំងខ្លះមីងក៏ឃើញធូបក៏ប្រាប់ឲ្យកូនគាត់ចូលទៅក្រោមឬក៏គាត់សួរថាកើតអីបងក៏ប្រាប់គាត់តាមត្រង់គាត់ស្ដាប់ហើយភ្ញាក់ផ្អើលខ្លាំងណាស់គាត់សម្លឹងមើលជុំវិញខ្លួនបន្ទាប់មកក៏ប្រាប់ឲ្យបងទៅគេងនៅជាន់ទី2ជាមួយនឹងកូនប្រុសគាត់មីងបាននិមន្តព្រះសង្ឃសូត្រមន្តរួចហើយមីងទុកជាន់ខាងលើនោះចោលលេចឲ្យអ្នកណាទៅគេង
គាត់បាននាំបងទៅស្រោចទឹកនៅលើឫស្សីហើយឲ្យបងពាក់ខ្សែអំបោះការពារបន្ទាប់ពីថ្ងៃនោះបងចេះតែមានបញ្ហាពោះវៀននិងក្រពះឲ្យតែបងញ៉ាំអីចូលតាំងពីឆ្អល់ចុកត្រង់ផ្នែកខាងលើឧស្សាហ៍ក្រហាយក្រពះនិងរាជជាញឹកញាប់មិនតែប៉ុណ្ណោះបងតែងតែថប់ដង្ហើមហើយជួនកាលមានអារម្មណ៍ថាដូចជាបេះដូងគាំងអត់ដំណើរការមីងមិនឲ្យបងនៅម្នាក់ឯងទេហើយគាត់បានហៅម៉ាក់មកនៅជាមួយបងប្រាប់រឿងគ្រប់យ៉ាងម៉ាក់នៅតែសម្រាប់ជាមួយបងហើយមើលថែបងសំណាងល្អដែរពេលនោះបងវ៉ាកងនិយាយពីរឿងខ្មោចនោះវិញដំបូងបងស្មានថាគេទៅបាត់តែតាមពិតគេអត់បានទៅណាទេថ្ងៃមួយសម្រាប់ថ្ងៃត្រង់ម្នាក់ឯងនៅជាន់ទី2រីឯម៉ាក់ចូលទៅក្រោមជជែកគ្នាលេងជាមួយមីងកំពុងតែគេងស្រាប់តែបងវ៉ាងភ្នែកបានពាក់កណ្ដាលបងភ័យខ្លាំងណាស់ព្រោះមិនស្មានថាខ្មោចនោះមករកបងទៀតបងបានឃើញខ្មោចនោះដើរឡើងលើកាំចណ្ដាលហើយដើរតម្រង់មករកបងចាប់ជើងបងទាំងពីរអូសទម្លាក់ពីលើពុះបងខំប្រឹងចាប់ពុះនិងធាក់ជើងដើម្បីតស៊ូជាមួយខ្មោចហើយជាខ្មោចនោះអាខ្មោចចង្រៃចេញទៅខ្មោចនោះមិនព្រមលេងបងទេគេអូសកន្ត្រាក់បងយ៉ាងខ្លាំងធ្វើឲ្យបងរបូតដៃហើយធ្លាក់ពីលើពុះគេអូសបងទៅគៀនកាំចណ្ដាលពេលនោះបងទៅជាលេងភ័យបងទៅជាខឹងទៅវិញបងក៏ស្រែកប្រាប់ខ្មោចនោះថាចង់សម្លាប់យើងហើយសម្លាប់ទៅពេលដែលយើងស្លាប់ទៅជាខ្មោចយើងនឹងតាមសងសឹកឯងបងស្រែកបែបនេះពីរ3ដងខ្មោចនោះស្រាប់តែលេងបងហើយចុះទៅបាត់ដឹងខ្លួនឡើងបងឃើញបងគេងនៅលើពូកតែក្បាលបងធ្លាក់ចេញពីខ្នើយហើយជើងបងផុតពីលើពូកប្រហែល2ចំអាមបងចុះទៅក្រោមប្រាប់ម៉ាក់និងមីងពូកគាត់លឺដូច្នេះមានការភ្ញាក់ផ្អើលណាស់មីងទូរស័ព្ទទៅណាមិនដឹងទេឯម៉ាក់នាំបងទៅអុជធូបឲ្យជំនាញផ្ទះនិងជីដូនជីតាបងឆ្ងល់ដែរហេតុអ្វីខ្មោចនោះនៅទៀតបើព្រះសង្ឃមកសូត្រមន្តរួចទៅហើយនឹងក្រោយមកទើបដឹងថាកាលពី1ឆ្នាំមុនមាននិស្សិតប្រុសម្នាក់មកជួបផ្ទះនៅខាងនេះបានតែប៉ុន្មានខែគេក៏ស្លាប់ដោយខ្យល់កមីងគ្រាន់តែសែនបន្តិចបន្តួចមិនបាននិមន្តព្រះសង្ឃមកសូត្រមន្តទេមីងមិនដែលដឹងទេព្រោះគាត់មិនដែលឃើញហើយក៏មិនដែលលឺអ្វីប្លែកដែរក្រោយរឿងកើតចំពោះបងមីងក៏ហៅគ្រូមកមើលគ្រូប្រាប់ថាប្រលឹងរបស់និស្សិតនេះនៅវិលពុលនៅផ្ទះទាំងពីរនេះកន្លែងរបស់គេនោះគឺនៅខាងឯណាជាផ្ទះដែលគេធ្លាប់ស្នាក់នៅចំណែកផ្ទះមីងវិញគ្រាន់តែឆ្លងកាត់តែប៉ុណ្ណោះលើកមុននិមន្តព្រះសង្ឃមកសូត្រមន្តគឺមិនចំកន្លែងហេតុនេះគេមិនបានទៅណាទេស្ដាប់ឮហើយមីងក៏ទូរស័ព្ទទៅអាចារ្យដើម្បីនិមន្តលោកមកសូត្រមន្តម្ដងទៀតប៉ុន្តែដោយប្រលប់ទៅហើយលោកមិនអាចនិមន្តមកបានទេមានតែចាំដល់ព្រឹកស្អែកនៅយប់នោះម៉ាក់សម្រាប់ជាមួយបងគាត់មិនអីទេមានតែបងទេដែលបានជួបខ្មោចនោះមកសង្កត់បងទៀតតែមិនឲ្យបងឃើញទេមិនដឹងថាលាក់ខ្លួននៅកន្លៀតណាបងប្រឹងហៅម៉ាក់ហើយប្រឹងយកដៃទៅគោះគាត់និងអង្រួនគាត់ប៉ុន្តែម៉ាក់នៅតែមិនភ្ញាក់អស់សង្ឃឹមនឹងរកឲ្យគេជួយក៏សម្រេចចិត្តជួយខ្លួនឯងបងឈប់ភ័យឈប់ខ្លាចនិងឈប់ហៅម៉ាក់បងក៏និយាយក្នុងចិត្តថាចង់ធ្វើអ្វីក៏ធ្វើទៅគ្រាន់តែប្រាប់ទេណាពេលដែលយើងស្លាប់ទៅជាខ្មោចគឺពួកយើងដូចតែគ្នាហើយពេលនោះឯងចង់គេចទៅឯណាក៏យើងតាមរកឯងឲ្យឃើញដែរហើយយើងនឹងសងសឹកឯងមួយទ្វេជាដំនិយាយតែប៉ុណ្ណឹងស្រាប់តែបងកម្រើកបានបងក្រអង្គុយហើយសម្លឹងមើលជុំវិញខ្លួននេះប្រាប់ជាលើកចុងក្រោយហើយឲ្យទៅហ៊ានមកទៀតដឹងតែត្រូវហើយបន្ទាប់មកបងក៏គេងទៅទល់ភ្លឺលុះស្អែកឡើងព្រះសង្ឃមិនបាននិមន្តមកទេព្រោះជាប់ទុរៈត្រូវលើកទៅថ្ងៃបន្ទាប់មីងនិងម៉ាក់រៀងភ័យបន្តិចតែបងប្រាប់ថាមិនអីទេបងលេងអីហើយពួកគាត់រៀងធូរចិត្តខ្លះយប់នោះបងគេងលក់ស្រួលណាស់គ្មានអ្វីមករំខានទេដល់ភ្លឺព្រះសង្ឃក៏និមន្តមកឧទ្ទិសកុសលឲ្យខ្មោចនោះក៏ទៅបាត់ទៅនិយាយរួចបងនិសាញញឹមសួរខ្ញុំតើខ្លាចខ្មោចសង្កត់ទេខ្លាចខ្ញុំតបទៅគាត់វិញកុំខ្លាចអីប្រសិនមានខ្មោចមកសង្កត់មែនកុំភ័យហើយគេធ្វើមិនដឹងនឹងនិយាយថាធ្វើអីក៏ធ្វើទៅពេលដែលនិយាយពាក្យនេះត្រូវចិត្តស្ងប់មិនបាច់ប្រឹងស្រវេស្រវាទេធ្វើមិនដឹងមិនខ្វល់ខ្មោចនោះនឹងទៅបាត់ខ្លួនឯងបើយើងភ័យខ្លាចវានឹងរឹតធ្វើបាបយើង
ពិតមែនណពិតបងសាក់រួចហើយមានប្រសិទ្ធភាពពិតមែនគ្មានខ្មោចណាហេមរយឬបងទេបានខ្ញុំធ្វើតាមបើមានខ្មោចសង្កត់ខ្ញុំប៉ុន្តែខ្ញុំសុំមិនឲ្យមានទេបងនីសាស្ដាប់ឮសម្ដីខ្ញុំគាត់សើចយប់នេះខ្ញុំលាបងនីសាចូលផ្ទះគាត់ងក់ក្បាល